អត់ថ្ងៃនេះខ្ញុំមានរបស់ព្រះគម្ពីរយូហានជំពូក1ខ43ដល់51មុននឹងចូលដល់មេរៀនមនុស្សពូកែតែតែចង់រៀនសាលាល្អហើយសាស្ត្រាចារ្យល្អគេហ៊ានចំណាយបង់ថ្លៃសាលារៀនអស់លុយជាច្រើនដើម្បីឲ្យបានរៀនសាលាល្អហើយរៀនជាមួយនឹងសាស្ត្រាចារ្យដ៏ល្បីល្បាញគឺក៏ពូកែជាគេនោះគេមានមោទនភាពចំពោះគ្រូរបស់ពួកគេនិងសាលារៀនរបស់ពួកគេខ្លាំងណាស់បងប្អូនថ្ងៃនេះលោកគ្រូនោះពូកែនិងល្បីល្បាញខ្លាំងជាងគេដែលមនុស្សប្រាថ្នាចង់រៀនជាមួយទ្រង់នោះគឺជាអង្គព្រះយេស៊ូវគ្រីស្ទចំណងជើងថាសារៈសំខាន់នៃការប្រោះហៅឲ្យខ្លាយជាសិស្សតើអ្វីទៅជាសារៈសំខាន់នៃការប្រោះហៅឲ្យខ្លាយជាសិស្សខ្ញុំមាន4ចំណុចដែលនឹងរៀនជាមួយគ្នាចំណុចទី1ការប្រោះហៅឲ្យខ្លាយជាសិស្សដើរតាមព្រះយេស៊ូវព្រះយេស៊ូវបានហៅភីលីបដោយពាក្យសាមញ្ញតាមខ្ញុំមកនេះបង្ហាញថាការតាមព្រះអង្គមិនមែនជាកតបកិច្ចនោះទេប៉ុន្តែជាការរស់នៅជីវិតបែបថ្មីជាមួយនឹងព្រះអង្គការដើរតាមព្រះយេស៊ូវគឺជាការបដិញ្ញាចិត្តផ្ទាល់ខ្លួនដើរតាមព្រះអង្គការខ្លាចជាសិស្សរបស់ទ្រង់មាន12នាក់ដែលជាសិស្សរបស់ផងទ្រង់ពិតប្រាកដហើយព្រះអង្គមានសិស្សជាច្រើនប៉ុន្តែសិស្សជាច្រើននោះព្រះអង្គមានសិស្សដ៏ពិតប្រាកដតែ12នាក់ទេហើយពួកគេនោះតែងតែដើរជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃគេជាមួយនឹងព្រះអង្គហើយពួកគេដើរតាមទ្រង់ដោយការបដិញ្ញាចិត្តរបស់ពួកគេផ្ទាល់មិនមែនដោយបង្ខំនេះគឺជាអភ័យឯកសិទ្ធិរបស់ពួកគេដែលបានដើរតាមព្រះអង្គហើយនេះគឺជាឱកាសដែលពួកគេបានដើរតាមព្រះអង្គអស់ជាច្រើនឆ្នាំឬក៏រាប់ពាន់ឆ្នាំមកហើយដែលនៅក្នុងនាមព្រះអង្គនៅក្នុងនាមយើងជាអ្នកជឿព្រះអង្គគឺជាយើងការដើរតាមទ្រង់នៅក្នុងព្រះគម្ពីរលោកកបាត់ចំពុក5ខ24ដែលលោកហើយនោះជាអ្នកដើរតាមព្រះអង្គគាត់ដើរនៅចំពោះព្រះអង្គដើរជាមួយនឹងព្រះអង្គនៅក្នុងលោកកបាត់ចំពុក6ខ9ដូចគ្នាដែរលោកនោះអេគឺជាអ្នកដែលសុចរិតហើយដើរតាមព្រះអង្គរាប់គាត់ជាអ្នកសុចរិតដែលព្រោះគាត់បានដើរតាមព្រះអង្គលោកហើយនោះនិងលោកនោះអេជាមនុស្សដែលសុចរិតបានដើរតាមទ្រង់ដើរអស់មួយជីវិតរបស់ពួកគេមិនឈប់ដើរតាមទ្រង់ឡើយការដើរតាមទ្រង់គឺជាទីសង្ឃឹមនីអនាគតដែលរស់នៅជាមួយនឹងទ្រង់អស់កលជានិច្ចអញ្ចឹងព្រះអង្គព្រះយេស៊ូវទ្រង់បានយាងនឹងហៅពួកសិស្សឲ្យដើរតាមទ្រង់នោះព្រះអង្គគឺបានត្រាស់ហៅពួកសិស្សឲ្យបានដើរតាមព្រះអង្គអើយសូមឲ្យទូលបង្គំបានដើរតាមព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំហើយសូមឲ្យកូននៅតែបន្តដើរតាមព្រះអង្គរហូតអស់មួយជីវិតរបស់ទូលបង្គំទី2ការហៅឲ្យខ្លាចជាសិស្សដែលចែករំលែកដំណឹងល្អភីលីបបានហៅណាស់មែននេះបញ្ជាក់ថាការតាមព្រះយេស៊ូវនាំឲ្យខ្លាចជាសាក្សីហើយព្រះអង្គហៅពួកសិស្សឲ្យមិនត្រឹមឲ្យគាត់តែជឿព្រះអង្គតែប៉ុណ្ណោះទេប៉ុន្តែព្រះអង្គទ្រង់ចង់ឲ្យគេបានចែករំលែកដំណឹងល្អទៅកាន់អ្នកដទៃផងដែរយើងឃើញថាយូហានចំពុក1ខ40ដល់41អនត្រេទៅរកស៊ីម៉ូនជាបងប្រាប់អំពីព្រះយេស៊ូវនៅក្នុងអ្នកទាំងពីរអ្នកនោះយូហានពោលថាពោលនោះហើយក៏តាមព្រមទៅនោះមានម្នាក់ឈ្មោះអនត្រេនិងជាប្អូនស៊ីម៉ូនពេត្រុសមុនដំបូងគាត់រកស៊ីម៉ូនជាបងបង្កើតក៏ប្រាប់ថាយើងបានឃើញព្រះមេស៊ីហើយគឺប្រែថាព្រះគេយើងឃើញថាមិនត្រឹមតែភីលីបទៅហៅមិត្តភក្តិគាត់ទៅជួបព្រះយេស៊ូវតែប៉ុណ្ណោះទេប៉ុន្តែយើងឃើញថាអនត្រេទៅហៅបងរបស់គាត់ជាបងបង្កើតទៅជួបព្រះយេស៊ូវដែរនៅអេសាយចំពុក6ខ8រួចខ្ញុំឮសូរសៀងរបស់ព្រះអង្គ
មានព្រះបន្ទូលមកខ្ញុំថាមកថាតើអញនឹងចាត់ឲ្យអ្នកណាទៅឯងឲ្យទៅតើអ្នកណានឹងទៅឲ្យឯងនោះខ្ញុំទូលឆ្លើយថាទូលបង្គំនៅឯនេះហើយសូមចាត់ទូលបង្គំចុះហើយរ៉ាអេសាយលោកបានលឺព្រះសូរសៀងរបស់ព្រះជាម្ចាស់លោកស្ម័គ្រចិត្តទៅប្រាប់វិបរបស់ផងទូលឲ្យគេបានប្រែចិត្តពីអំពើបាបព្រះអង្គអើយសូមឲ្យកុំខ្លាចលឺព្រះបន្ទូលរបស់ព្រះអង្គហើយចេញទៅប្រាប់អ្នកដទៃអំពីដំណឹងល្អរបស់ផងទូលដើម្បីគេបានប្រែចិត្តរបស់ព្រះអង្គម្ចាស់ជាព្រះអង្គសូមគោរពពលព្រះបានហៅគាត់នៅពេលនៅតាមដងផ្លូវទៅទីក្រុងឡាម៉ាស់ជាមនុស្សដែលបៀតបៀនព្រះយេស៊ូវបែរទៅជាអ្នកប្រកាសអំពីព្រះនាមព្រះអង្គទៅវិញនៅទីការចំពោះ9ខ1ដល់ខ6អបរំសូមឲ្យកូនខ្លាយទៅជាអ្នកប្រកាសពីទ្រង់ទៅកាន់ប្រជាជាតិរបស់ទូលបង្គំដែលគេមិនទាន់លឺដំណឹងល្អរបស់អង្គទ្រង់នៅឡើយសូមចាត់ទូលបង្គំឲ្យទៅប្រាប់ហើយឲ្យកូនខ្លាយជាមនុស្សដែលតែងតែប្រាប់អំពីទ្រង់ទៅកាន់អ្នកដទៃទី3ការត្រាស់ឲ្យខ្លាយជាសិស្សដែលជឿនិងទុកចិត្តព្រះយេស៊ូវបង្ហាញថាទ្រង់ស្គាល់ណាតាណែលយ៉ាងច្បាស់នេះធ្វើឲ្យណាតាណែលប្រកាសជំនឿថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះហើយជាស្ដេចនៃសាសអ៊ីស្រាអែលការឆ្លើយតបដោយជំនឿពិតប្រាកដរបស់ណាតាណែលបងប្អូនអើយព្រះជាម្ចាស់ព្រះអង្គស្គាល់ណាតាណែលយ៉ាងច្បាស់ខ្ញុំជឿជាក់ថាព្រះជាម្ចាស់ក៏បានត្រាស់ឲ្យយើងទាំងអស់គ្នាដែរព្រះអង្គជាព្រះព្រះអង្គក៏ស្គាល់យើងទាំងអស់គ្នាដែរស្គាល់យើងយ៉ាងច្បាស់សេចក្តីជំនឿព្រះស្គាល់អំពីសេចក្តីជំនឿព្រះអង្គជ្រាបអំពីសេចក្តីជំនឿអាចនិយាយបានថាកើតឡើងពីការលឺហើយការលឺនោះគឺមានអ្នកប្រាប់ហើយសេចក្តីជំនឿក៏អាចកើតឡើងតាមរយៈការសួរដេញដោលការឆ្ងល់ដែរលោកណាតាណែលឆ្ងល់ភីលីបហើយសួរដេញដោលទៅកាន់ភីលីបអំពីព្រះយេស៊ូវមានការមួយថ្ងៃព្រះយេស៊ូវសួរទៅពួកសិស្សថាតើក្នុងបណ្ដាជនទាំងអស់គេរាប់ជាមនុស្សជានរណាពួកសិស្សបានឆ្លើយថាអូគេរាប់ថាព្រះអង្គទ្រង់គឺជាហោរ៉ាអេលីយ៉ាហោរ៉ាអេលីសេហោរ៉ាយេរេមៀហោរ៉ាណាមួយប៉ុន្តែជនអ្នករាប់គ្នាថារាប់ខ្ញុំជានរណាពេត្រុសបានឆ្លើយថាព្រះអង្គគឺជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ16ខ16ស៊ីម៉ូនពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់រួចព្រះយេស៊ូវមានព្រះបន្ទូលតបថាស៊ីម៉ូនកូនយូណាអើយអ្នកមានពរបិទអ្នកបិទមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះវរបិតានៃខ្ញុំដែលចាត់ហើយដែលគង់នៅស្ថានសួគ៌វិញសេចក្តីជំនឿពិតគឺជាការសារភាពចេញអំពីដួងចិត្តហើយប្រកាសថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់អោព្រះអង្គអើយសូមឲ្យកូនតែងតែពោលសារភាពចេញអំពីដួងចិត្តរបស់ទូលបង្គំរាល់ថ្ងៃក្នុងសេចក្តីអធិដ្ឋានរបស់ទូលបង្គំដោយពាក្យសារភាពថាទ្រង់ជាព្រះរាជបុត្រាដ៏មានព្រះជន្មរស់របស់ទូលបង្គំទី4ហៅឲ្យខ្លាចជាសិស្សដែលឃើញអ្វីធំជាងនេះព្រះយេស៊ូវបានសន្យាថាទ្រង់នឹងឃើញស្ថានសួគ៌បាចំហសិស្សនឹងឃើញស្ថានសួគ៌បាចំហនឹងទេវតាហោះចំហឡើងលើកុំមនុស្សការតាមព្រះអង្គនាំឲ្យយើងឃើញអំណាចនិងសេចក្តីអស្ចារ្យដ៏ធំនេះពួកសិស្សឃើញការអស្ចារ្យនិងការប្រោះឲ្យជាពីជំងឺការចម្អែតមនុស្ស 5,000 នាក់ទ្រង់យាងលើទឹកព្រះអង្គផ្លាស់ប្រែប្រភពទ្រង់ប្រោះឡាសារបានឡើងវិញហើយមានការអស្ចារ្យជាច្រើនទៀតទាំងអស់នេះគឺជាការអស្ចារ្យរបស់ទ្រង់ធ្វើឲ្យពួកសិស្សគេបានឃើញនៅក្នុងព្រះគម្ពីរម៉ាថាយ17ខ1កន្លងមក6ថ្ងៃព្រះយេស៊ូវទ្រង់យកពេត្រុសយ៉ាកុបនិងយូហានជាប្អូនយ៉ាកុបទៅជាមួយនឹងទ្រង់នាំឡើងទៅលើភ្នំខ្ពស់ដែលឡើងអំពីរួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះព្រះភ័ក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យហើយព្រះពស់ទ្រង់ក៏ភ្លឺក៏ត្រឡប់ជាសដូចពន្លឺនោះឃើញលោកម៉ូសេលោកអេលីយ៉ាលេចមកឯគេកំពុងតែទូលនឹងទ្រង់
នៅយូហានចំពុក3ដល់ម៉ាថាយចំពុក3ខ16កាលព្រះយេស៊ូវបានទទួលបុណ្យជំនួសហើយនោះទ្រង់យាងឡើងពីទឹកភ្លៀងស្រាប់តែមេឃក៏របាយឡើងឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះយាងចុះមកដូចជាសត្វព្រាបក៏សន្ធិដ្ឋលើទ្រង់17នោះមានឮសំឡេងចេញពីលើមេឃថានេះជាកូនស៊ូភារបស់អញជាទីពេញចិត្តអញណាស់នៅក្នុងកិច្ចការចំពោះ7ខ55តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធនោះក៏សម្លឹងមើលទៅលើមេឃឃើញសេរីល្អនៃព្រះនិងព្រះយេស៊ូវយាងឈរនៅខាងព្រះហស្តស្ដាំរួចគាត់មានវិចារថាមើលខ្ញុំឃើញមេឃចំហនិងកូនមនុស្សឈរនៅខាងស្ដាំនៃព្រះលោកយូហានបានឃើញការអស្ចារ្យជាច្រើនដែលលោកបានសរសេរនៅក្នុងព្រះគម្ពីរវិវរណៈដែលលោកបានឃើញនៅស្ថានសួគ៌ហើយមានទេវតាជាច្រើនតួអង្គសំខាន់គឺកូនមនុស្សគឺជាព្រះយេស៊ូវអរព្រមសូមឲ្យលោកបានឃើញការអស្ចារ្យផងទូហើយជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គនិងការអស្ចារ្យដែលបានកើតឡើងជារាល់ថ្ងៃសម្រាប់ជីវិតរបស់ទូសូមឲ្យកូនរស់នៅសម្លឹងមើលទៅកាន់នគររបស់ព្រះអង្គនៅនាអនាគតដែលទ្រង់រៀបចំអស់អ្នកដែលមានជំនឿឬកូនរបស់ព្រះអង្គដែលទ្រង់សពហាទៅឲ្យបានឃើញហើយមានជំនឿស្រស់ស្វែងមកការហៅឲ្យខ្លាចជាសិស្សគឺជាការហៅឲ្យតាមព្រះអង្គដោយជីវិតទាំងមូលទាំងស្រុងតាមព្រះអង្គការហៅឲ្យខ្លាចជាសិស្សគឺជាការហៅឲ្យខ្លាចជាសាក្សីដែលចែករំលែកដំណឹងល្អការហៅឲ្យខ្លាចជាសិស្សគឺជាការហៅឲ្យជឿនិងទុកចិត្តដោយស្គាល់ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដ៏ពិតប្រាកដការហៅឲ្យខ្លាចជាសិស្សគឺជាការហៅឲ្យឃើញអំណាចដ៏ធំនោះធំជាងនេះដែលព្រះអង្គនឹងបង្ហាញដូច្នេះសារៈសំខាន់នៃការហៅសិស្សគឺជាការបដិញ្ញាចិត្តតាមព្រះយេស៊ូវខ្លាចជាសាក្សីជឿទុកចិត្តនិងឃើញអំណាចដ៏អស្ចារ្យរបស់ព្រះអង្គសូមព្រះជាម្ចាស់ប្រទានពរដល់អស់លោកអ្នកបងប្អូន